សួស្តីបងប្អូនថ្ងៃនេះធ្វើបទបង្ហាញចែកម្លែកចំណេះដឹងតិចតួចទៅដល់បងប្អូនកសិករដែលបានចោទសួរមកដល់ខ្ញុំគាត់ថាវគ្គខ្លះទៅចិញ្ចឹមតិចខែបានគីឡូធ្ងន់វគ្គខ្លះទៅចិញ្ចឹមយូរខែបានគីឡូស្រាលហើយខ្ញុំសូមបកស្រាយសង្ខេបខ្លីៗបងប្អូនកត្តាទាំងនេះគឺពាក់ព័ន្ធទៅការបងប្អូនទិញកូនជ្រូកឲ្យដឹងប្រភពតាមផ្ទះពួកបងប្អូនបាទគាត់ចិញ្ចឹមមេយកកូនលក់នោះជួនកាលទៅកត្តាថែទាំខុសៗគ្នាបងប្អូនខ្លះទៅគេថែទាំគ្រប់គ្រាន់មិនមានការរាករូសហើយក៏ធ្វើកម្មវិធីបាក់សាំងគ្រប់គ្រាន់បំពេញជាតិដែកគ្រប់គ្រាន់ដោយបងប្អូនយកមកចិញ្ចឹមធ្វើឲ្យជ្រូកនោះវាការសន្ទុះវាគឺបានល្អប្រសើរគឺថាថេបងប្អូនអត់មានការជំងឺការអីបៀតបៀនព្រោះយើងធ្វើកម្មវិធីបាក់សាំងគ្រប់គ្រាន់ហើយផ្ទះមួយទៀតនោះគឺมันបានថែទាំល្អគឺកូនជ្រូកនេះជួនកាសរាកទៅជួនកាសគាត់អាសាចាក់ថ្នាំហើយគាត់មិនបានធ្វើកម្មវិធីបាក់សាំងបំពេញជាតិដែកគ្រប់គ្រាន់ដល់បងប្អូនយកមកចិញ្ចឹមទៅធ្វើឲ្យកូនជ្រូកនោះវាត្រឹងហេតុអីដល់បងប្អូនយកមកចិញ្ចឹមជាសាច់នេះជួនកាសឈឺច្រើនជួនកាសទៅវាស៊ីម្ដងតិចម្ដងច្រើនដល់អញ្ចឹងធ្វើឲ្យជ្រូកយើងនឹងការលូតលាស់វាមានអត់មានភាពល្អប្រសើរបងប្អូនដល់អញ្ចឹងបងប្អូនចិញ្ចឹមយូរខែបានគីឡូតិចហ្នឹងហើយភាពជាក់ស្ដែងដែលបងប្អូនកសិករយើងចិញ្ចឹមជ្រូកត្រូវយល់ដឹងទិញកូនជ្រូកឲ្យដឹងប្រភពតាមផ្ទះនីមួយៗបាទអញ្ចឹងសូមអរគុណសូមជម្រាបលាទៅដល់បងប្អូនកសិករយើងទាំងអស់គ្នា